Hello ខេសួស្តីអ្នកនរស្វាគមន៍ពីញោមថ្ងៃនេះយើងមកបន្តសាច់រឿងរបស់យើងទៀតសាច់រឿងរបស់យើងកាលពីចុង chapter 1ឃើញថាអបិជាណានឹងវាបានបញ្ជាកូនចៅរបស់វាឲ្យចូលទៅកាត់អវយវៈរបស់ធានរ៉ានតែម្ដងចឹងហើយចាប់ផ្ដើមឡើងនៅ chapter នេះកូនចៅរបស់គេនឹងក៏បានចូលទៅតាមបញ្ជារបស់មេគេក៏ប៉ុន្តែគឺថាពួកគេគឺគ្មានគីឡូជាមួយនឹងធានរ៉ានទេដោយគឺថាចូលមកមួយដេកមួយចូលមកពីរដេកបីតែម្ដងហើយឃើញថាមួយជង្គង់របស់ធានរ៉ាននេះធ្វើឲ្យកូនចៅរបស់គេម្នាក់នឹងក៏បានខ្ទាតរាប់សម័យតែម្ដងដែលធ្វើឲ្យអបិវ៉ែនតានឹងវារៀងភ័យខ្លួនបន្តិចហើយចំយ៉ាហើយនេះមិនយ៉ាងអាចទៅរួចទៅហើយឥឡូវយើងក៏លេចទៅមើលនៅឯកសិដ្ឋានឯណោះបន្តិចដោយហាននាងកំពុងតែមើលទូរទស្សន៍ជាមួយនឹងសៀវហើយខណៈពេលដែលនាងកំពុងតែអបអរជាមួយនឹង Super Hero របស់នាងភ្លាមនោះនាងក៏ស្រាប់តែនឹកឃើញថាត្រឹមត្រូវហើយបងប្រុសសុធានក៏អាចផ្លាស់ប្ដូរពណ៌របស់គាត់បានដែរតើអាចទេថាបងប្រុសសុធានក៏ជាសមាជិកនៃក្រុមនៃចម្បាំងឥន្ធនូដែរនៅពេលដែលខ្ញុំបានឃើញគាត់ដំបូងគាត់មានពណ៌បៃតងស្រាប់តែពេលដែលខ្ញុំឃើញគាត់ម្ដងទៀតស្រាប់តែគាត់មានពណ៌ក្រហមវ៉ាវវាពិតជាអស្ចារ្យខ្លាំងណាស់ប៉ុន្តែភ្លាមនោះក៏ស្រាប់តែមានមនុស្សមួយវងធំដែលមានពណ៌ក្រហមជាមួយនឹងអេសកាមួយដែលកំពុងកំទេចរបងចំការរបស់គេដែលជាហេតុធ្វើឲ្យហាននាងពិតជាតឹងចិត្តជាមួយនឹងពួកគេខ្លាំងមែនតើពួកទាំងអស់នេះពិតជាមិនអាចឲ្យខ្ញុំមើលទូរទស្សន៍បានដោយសុខស្រួលមែនមនុស្សអាក្រក់ទាំងអស់នេះខ្ញុំចង់តែដាក់ក្បាលពួកគេទេហើយក្រឡេកទៅមើលបរិសម្នាក់ដែលកំពុងធ្វើការស្គប់មើលចំការធានរ៉ានពីចម្ងាយតែគេមើលបណ្ដារាយការណ៍ទៅកាន់មេគេបណ្ដាហើយព្រាមនោះគេក៏ស្រាប់តែលន់មកថាជប់សិនមានអ្វីមួយមិនប្រក្រតីនៅក្នុងកសិដ្ឋាននោះឃើញថាមានការបំផ្ទុះថ្មដោយសារតែវានៅរយៈចម្ងាយឆ្ងាយពេកខ្ញុំពិតជាពិបាកវេតម្លៃវាខ្លាំងណាស់មើលទៅវាប្រហែលជាអាវុធផ្ទុះហើយមេរបស់គេនឹងក៏បានបញ្ជាថាគ្រាន់តែបញ្ឆោតឲ្យនាងចេញហើយចាប់នាងទាំងរស់ក្រឡេកទៅមើលធានរ៉ាននៅវិញឃើញថាគេពិតជាសប្បាយដៃក្នុងការខ្វាយពូទាំងអស់នឹងខ្លាំងមែនតើខ្ញុំពិតជាមិននឹកស្មានថាឥទ្ធិពលនៃការពង្រឹងរាងកាយនៃការដាំដុះដែលធន់នឹងវិជ្ជាសកម្មគួរឲ្យខ្លាចយ៉ាងនេះទេខ្ញុំទើបតែញ៉ាំអាហារដែលធន់នឹងការចម្លងមេរោគតែ2-3ថ្ងៃសោះប៉ុន្តែសមត្ថភាពរបស់ខ្ញុំបានកើនឡើងយ៉ាងខ្លាំងហើយបន្ទាប់ពីគេធ្វើការខ្វាយពួកនឹងអស់ចិត្តហើយធីរ៉ានគេក៏បាននិយាយថាការធ្វើតេស្តសមត្ថភាពរាងកាយរបស់យើងបានរួចរាល់ហើយយើងជប់លេងជាមួយនឹងឯងទៀតហើយរួចគេក៏បានធ្វើការដកកំភ្លើងចេញមកតែម្ដងហើយរសតធានរ៉ានរបស់យើងគេក៏ជាអ្នកប្រមាញ់ម្នាក់ផងដែរអញ្ចឹងហើយគេថាទឹកដៃបាញ់កំភ្លើងរបស់គេគឺមិនធម្មតានោះទេគឺថាមួយគ្រាប់គេសុទ្ធតែ one shot តែម្ដងដែលធ្វើឲ្យអបិជាណានឹងវាភ័យខ្លួនហើយរួចវាក៏បានរត់ទៅពួននៅគៀនថ្មមួយបន្ទាប់ពីស្ងាត់សម្លេងគ្រាប់កំភ្លើងបន្តិចអបិនឹងវាគិតថានៅពេលនេះប្រហែលជាកំភ្លើងរបស់ធារ៉ានគេអស់គ្រប់ហើយក៏ប៉ុន្តែភ្លាមនោះធារ៉ានគេក៏បានមកពីក្រៅខ្នងរបស់គេតែម្ដងរួចក៏បានធ្វើការដកកំភ្លើងចេញពី inventory របស់គេមួយដើមទៀតដែលធ្វើឲ្យអបិមួយនឹងវា surprise តែម្ដងហើយធារ៉ានក៏បានធ្វើការបញ្ជូនអបិមួយនឹងឲ្យទៅបើកលុយមុនទៅចំណែកឯនៅកសិដ្ឋាននេះវិញដោយហាននាងមកចិត្តជាមួយនឹងពួកទាំងអស់នឹងខ្លាំងពេកនាងក៏បានធ្វើការបញ្ជាឲ្យបាសៃយូនឲ្យធ្វើការវាយប្រហារពួកគេទាំងអស់នោះតែម្ដងហើយត្រឹមតែរយៈពេលប៉ុន្មានវិនាទីឃើញថាសាស័ព្ទជាច្រើនបានស្លាប់ក៏ជើងគ្នាបាត់ទៅហើយខណៈពេលនោះហាននាងពិតជាភ័យខ្លាំងមែនតើដោយនាងខ្លាចថានៅពេលដែលធានរ៉ានត្រឡប់មកវិញឃើញសភាពនាងខូខើបែបនេះគេច្បាស់ជាជប់ស្រឡាញ់នាងជាមិនខានរួចនាងក៏បាននិយាយថាទេមិនអាចបងប្រុសដឹងទេខ្ញុំត្រូវទៅជំរះរបស់របរនៅក្រៅធ្វើឲ្យអស់មុនពេលដែលបងប្រុសត្រឡប់មកវិញហើយនៅពេលនេះយើងក៏លេចទៅមើលធានរ៉ានឯនោះវិញឃើញថាអបិឈានណានឹងក៏ត្រូវបានទុកសាច់របស់ធានរ៉ានតែម្ដងហើយពេលនេះអបិឈានណានឹងវាបានសង្វរធានរ៉ានចូលធ្វើបាបវាទៀតទៅចាំវាប្រាប់នៅរឿងគ្រប់យ៉ាងរួចធានរ៉ានក៏បានសួរថាតើអ្នកណាជាអ្នកបញ្ជានៅពីក្រោយឯងហើយអបិឈានណានឹងវាក៏បានប្រាប់ទៅគេគឺជាលៀងធានយូអគ្គនាយកក្រុមហ៊ុនធានរុនអូគឺជាមនុស្សថោកទាបដែលតម្លៃថ្នាំកប់ពពកនោះអញ្ចឹងមិនឆ្ងល់ទេថាហេតុអ្វីគេគ្មានមេត្តាបែបនេះរួចធានរ៉ានក៏បានបន្តសួរគេទៀតថាក្រៅពីលៀងធានយូតើមានអ្នកណាផ្សេងចូលរួមទៀតទេហើយគេក៏បានឆ្លើយប្រាប់ថាគាត់ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះបញ្ហានេះហើយបានលក្ខការយ៉ាងល្អសូម្បីតែអ្នកគ្រប់គ្រងដែលមានឋានៈខ្ពស់នៅក្នុងក្រុមហ៊ុនក៏មិនបានដឹងដែរហើយនៅពេលថ្មីនេះគាត់មានការខ្វែងគំនិតគ្នាជាមួយនឹងអនុប្រធានក្រុមហ៊ុនអញ្ចឹងហើយទៅបានជាគាត់យកបេសកកម្មនេះដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់គាត់ឲ្យកាន់តែខ្ពស់ថែមទៀតនឹងចង់ឲ្យអ្នកគ្រប់គ្រងចាប់អារម្មណ៍ហើយជំរុញឲ្យអនុប្រធានផ្សេងទៀតចេញពីសាខាភាគខាងត្បូងដែលធ្វើឲ្យធានរ៉ានក៏បាននិយាយទាំងភ្ញាក់ផ្អើលថាដូច្នេះក្រុមហ៊ុនធានរុន Pharmaceutical ដែលជាក្រុមហ៊ុនផ្ដាច់មុខនៃទីក្រុងភាគខាងត្បូងគ្រាន់តែជាសាខាក្រុមហ៊ុនទេហើយភ្លាមនោះធានរ៉ានក៏បានតែកំភ្លៀងអបិឈានណានឹងមើលកំភ្លៀងទៀតលើសូរតែផាច់តែម្ដងឆាប់ភ្ញាក់ឡើងតែលៀងធានយូបានរាយការណ៍រឿងនេះទៅការិយាល័យកណ្ដាលទេហើយឈានណានគេក៏បានឆ្លើយថាអត់ទេលៀងធានយូគេមិនហ៊ានរាយការណ៍រឿងនេះទៅប្រធានទេព្រោះថាគាត់ខ្លាចគេដឹងហើយបំផ្លាញរឿងល្អរបស់គាត់តែធ្វើឲ្យធានរ៉ានក៏បានគិតក្នុងចិត្តថាល្អខ្លាំងណាស់ដំណឹងមិនទាន់បានផ្សព្វផ្សាយទេអញ្ចឹងខ្ញុំក៏នឹងមិនពិបាកដោះស្រាយដែរ
ហើយភ្លាមនោះធានរ៉ានក៏បានបញ្ជាអាប៉ែមួយនឹងនាំគេទៅជួបលៀងធានយូតែម្ដងហើយក៏លេចទៅមើលការិយាល័យរបស់លៀងធានយូឯនោះវិញភ្លាមនោះទូរស័ព្ទរបស់គេក៏បានរឡើងដែលវាគឺជាការខលចូលពីខាងធានរ៉ាននឹងឯងរួចអាប៉ែធានយូនឹងវាក៏បានសួរទៅកូនចៅវាថាតើបេសកកម្មបានបញ្ចប់ហើយឬនៅចំណែកកូនចៅរបស់គេនៅក្រោមការបញ្ជារបស់ធានរ៉ានគេក៏បាននិយាយថាបាទគោលដៅស្ថិតនៅក្នុងការគ្រប់គ្រងល្អណាស់ក៏ប៉ុន្តែគេទទួលចង់ជួបអ្នកនិងបរិសុទ្ធចំណាស់នោះមុននឹងធ្វើការដោះដូរដែលធ្វើឲ្យអាប៉ែមួយនឹងវាក៏បាននិយាយថាគ្រាន់តែរឿងប៉ុណ្ណឹងចាំបាច់ឲ្យមកជួបយើងដែរមែនទេហើយដើម្បីបានជាឯងមិនអាចដោះស្រាយសូម្បីតែរឿងតូចតាចបែបនេះរួចកូនចៅរបស់គេនឹងក៏បានឆ្លើយតបវិញថាគេម្នាក់នឹងពិបាកដោះស្រាយជាមួយខ្លាំងណាស់ហើយពួកយើងក៏បានបាត់បង់បងប្អូនមួយចំនួនផងដែរអញ្ចឹងហើយអាប៉ែលៀងធានយូនឹងវាក៏បាននិយាយថាអញ្ចឹងនាំគេទៅឃ្លាំងលេខ78ទៅយើងនឹងទៅទីនោះនៅពេលបន្តិចទៀតដែលគេនិយាយមិនទាន់ចាប់ផងទូរស័ព្ទក៏បានបិទបាត់ទៅហើយដែលធ្វើឲ្យអាប៉ែមួយនឹងវាខឹងខ្លាំងមែនតើយើងនិយាយមិនទាន់ចាប់ផងហើយដើម្បីបានជាគេហ៊ានបិទទូរស័ព្ទបែបនេះចំណែកធានរ៉ាននេះវិញគេបានចាក់ប៉ែឈានណានឹងចងហើយធ្វើការបើកទីតាំងឃ្លាំងនោះតែម្ដងហើយបន្ទាប់ពីគេទៅដល់ទីនោះឃើញថាកូនចៅរបស់អាប៉ែធានយូគឺនៅចាំទីនោះតែម្ដងហើយបន្ទាប់ពីគេទៅដល់អាប៉ែធានយូនឹងវាក៏បានសួរទៅកាន់សៀវទៀនថាតើឈានណានគេទៅណាទើបបានជាឯងមកដោយផ្ទាល់បែបនេះនិយាយទៅគឺថាធានរ៉ានរបស់យើងវាយកូនចៅគេឡើងមេគេមើលឯងស្គាល់ហ្មងចំណែកសៀវទៀនគេក៏បានឆ្លើយដោះសារថាលបងណានក៏ឈឺពោះអញ្ចឹងហើយក៏ទៅបន្ទប់ទឹកសិនហើយដែលខ្លាចថាលបងរងចាំយោអញ្ចឹងហើយទៅបានជាគាត់ឲ្យខ្ញុំយកគេមកជួលលបងមនអញ្ចឹងហើយប៉ែធានយូនោះវាក៏បាននិយាយថាមើលទៅឯនេះក្បាលរឹងក្រាន់បើគេវាយទូកសាច់ប៉ុណ្ណឹងហើយនៅមិនព្រមប្រាប់ទៀតប៉ុន្តែបរិសុទ្ធចំណាននេះគឺនៅក្នុងដៃរបស់យើងហើយបើសិនជាឯងនៅតែមិនព្រមនិយាយយើងបញ្ជូនគាត់ទៅហើយចំណែកឯលោកអំណានក៏បានព្យាយាមនិយាយទាំងមាត់ចប់ស្កត់ថាកុំនិយាយអីព្រោះថាពួកគេនឹងមិនដោះលែងឲ្យយើងទៅវិញតែមានជីវិតទេដែលធ្វើឲ្យប៉ែធានយូនឹងវាខឹងខ្លាំងមែនតើរួចវាក៏បានបញ្ជាឲ្យកូនចៅរបស់វាវាយលោកអំណានតែម្ដងក៏ប៉ុន្តែភ្លាមនោះជើងរន្ទះអសមរបស់ធានរ៉ានក៏បានធាក់ចំកណ្ដាលមុខរបស់អប៉ែធានយូនឹងតែម្ដងដែលធ្វើឲ្យកូនចៅរបស់អប៉ែធានយូនឹងមើលឡើងចំហមាត់ហើយភ្លាមនោះដែរធានរ៉ានក៏បានធ្វើការដកកំភ្លើងមកភ្ជុងគេតែម្ដងដែលធ្វើឲ្យអប៉ែធានយូនឹងវា surprise ខ្លាំងមែនតើឯងកំពុងតែធ្វើស្អីហើយឈានណានគេទៅណាចង្រៃយោនេះតើឈានណានគេកំពុងតែក្បត់យើងមែនទេហើយធានរ៉ានរបស់យើងគេក៏បាននិយាយថាមនុស្សល្ងងដូចជាឯងនេះតើឯងខ្លាចទៅជាប្រធានក្រុមហ៊ុនធានរុនដោយរបៀបណាកូនចៅដ៏ស្មោះត្រង់របស់ឯងនៅមុខឯងហើយតើហើយភ្លាមនោះអបិធានយូនឹងវាក៏បាននិយាយគំរាមធានរ៉ានថាបើសិនជាឯងហ៊ានតែប៉ះយើងតែបន្តិចយើងនឹងបញ្ជាកូនចៅរបស់យើងសម្លាប់តាចាស់នោះភ្លាមតែម្ដងចំណែកធានរ៉ានគេក៏បានឆ្លើយតបវិញថាបើប្រៀបធៀបនឹងការសម្លាប់ឯងគឺសម្លាប់ឯងល្អជាងរួចធានរ៉ានក៏បានតម្រង់កណ្ដុងកំភ្លើងទៅកាន់លោកអំណានតែម្ដងតែធ្វើឲ្យស៊ឺទៀនគេភ័យខ្លាំងមែនតើក៏ប៉ុន្តែធានរ៉ានគេគ្រាន់តែបាញ់អំពីអ្នកដែលជាកូនចៅរបស់ធានយូប៉ុណ្ណោះគឺថាផាំងពីរគ្រាប់តែម្ដងធ្វើឲ្យអំពីអ្នកនឹងគឺគ្មានតដៃតន់នៅទេរួចបន្ទាប់មកក៏បានបញ្ជូនមេគេអប៉ែលៀងធានយូនឹងឲ្យទៅបាក់លុយមុនម្នាក់ទៀតទៅចំណែកឯលោកអំណានហើយនឹងស៊ឺទៀនវែងនៅពេលនេះបានមកធ្វើការថ្វាយបង្គំអរគុណនិងសូមទោសធានរ៉ានតែម្ដងខ្ញុំសូមទោសចំពោះរឿងដ៏ល្អខ្លៅដែលកូនប្រុសរបស់ខ្ញុំបានធ្វើខ្ញុំដឹងថាការសូមទោសនេះវានឹងមិនមានប្រយោជន៍នោះទេក៏ប៉ុន្តែខ្ញុំពិតជាសូមទោសពិតមែនហើយធានរ៉ានគេក៏បាននិយាយថាលោកពូណានលោកពូចាំបាច់សូមទោសធ្វើអីលោកពូមិនបានធ្វើខុសផងក៏ប៉ុន្តែលោកអំណានគាត់ក៏បានបន្តនិយាយទៀតថាប៉ុន្តែវាក៏ជាកំហុសរបស់ខ្ញុំផងដែរក្នុងនាមខ្ញុំជាឪពុកដែលមិនបានបញ្ឈប់គាត់អញ្ចឹងខ្ញុំក៏មានកំហុសដែរហើយធានរ៉ានក៏បាននិយាយទៅកាន់ស៊ីវទៀនថាស៊ីវទៀនអ្នកមិនចាំបាច់បន្តសុំទោសខ្ញុំទៀតទេអ្នកមិនសមទទួលបានការលើកលែងទោសឡើយប៉ុន្តែណាហើយខ្ញុំនឹងមិនដាក់ទោសអ្នកទេប៉ុន្តែរឿងទាំងអស់អ្នកត្រូវតែរក្សាវាជារឿងសម្ងាត់អញ្ចឹងហើយគេក៏បានឆ្លើយតបវិញថាចំពោះរឿងនេះអ្នកអាចទុកចិត្តយើងបានប៉ុន្តែថាតើលោកតាកាលីបំរុងដោះស្រាយជាមួយពួកគេទាំងនេះបែបណាទៅហើយធានរ៉ានក៏បានឆ្លើយថាយកពួកគេដាក់ជាមួយគ្នាខ្ញុំនឹងទៅយកឡានព្រោះអ្វីដែលយើងអាចធ្វើនៅពេលនេះគឺធ្វើការរត់សាកសពពួកគេចោលហើយបន្ទាប់ពីធានរ៉ានគេចេញទៅយកឡានហើយកូនពីរនាក់នឹងក៏បានទៅជញ្ជូនសាកសពតាមដែលធានរ៉ានប្រាប់ទៅហើយនៅពេលដែលលោកអំណានក៏ទៅទាញសាកសពអបិឈានណាណូឃើញថាមួយនឹងវាមិនទាន់ងាប់នៅទេរួចវាក៏បានចាប់យកបំណែកកញ្ចក់ចាក់ទៅលើជើងលោកអំណានតែម្ដងហើយវាក៏បាននិយាយថាមុនពេលដែលយើងស្លាប់យើងនឹងឲ្យឯងកំដរយើងតាមផ្លូវមច្ចុរាជរួចគេក៏បានធ្វើការចាក់តែម្ដងក៏ប៉ុន្តែភ្លាមនោះស៊ីទៀនគេក៏បានរងការចាក់នោះជំនួសឪពុករបស់គេហើយធ្វើឲ្យអបិនឹងវាចាក់ចំកញ្ចឹងកតែម្ដងហើយគណៈពេលនោះដែរធានរ៉ានគេក៏បានបើកឡានមកល្មមរួចក៏បានបើកបោះអបិនឹងប៉ាំងប្រើខ្ទប់នឹងជញ្ជាំងតែម្ដងហើយមុននឹងស៊ីទៀនស្លាប់គេបាននិយាយថាប៉ាខ្ញុំនិយាយត្រូវខ្ញុំជាមនុស្សគ្មានប្រយោជន៍ខ្ញុំមិនអាចធ្វើជាមនុស្សល្អហើយខ្ញុំក៏មិនហ៊ានធ្វើជាមនុស្សអាក្រក់ដែរហើយចំពោះសេចក្តីអាត្មានិយមរបស់ខ្ញុំបានធ្វើឲ្យប៉ារបស់ខ្ញុំធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់អញ្ចឹងហើយទាំងអស់នេះខ្ញុំសមនឹងទទួលបានវាហើយទីបំផុតខ្ញុំអាចសម្រាកបានហើយ
ជាចុងក្រោយកុំភ្លេចអរគុណហាននៅខ្ញុំផងហើយស្ករគ្រាប់ក្នុងអាហារនៅយប់នោះមកពីហានមែនទេប្រាប់នាងផងស្ករនោះពិតជាផ្អែមណាស់រួចគេក៏បានដាច់ខ្យល់ស្លាប់នៅពេលហ្នឹងទៅចំណែកលោកអ៊ំណានវិញបន្ទាប់ពីកូនប្រុសរបស់គាត់បានស្លាប់ធ្វើឲ្យគាត់ផ្លាស់ប្ដូរទាំងស្រុងតែម្ដងរួចគាត់ក៏បានចាក់យកទៅលើសាកសពអបិឈានណានឹងតែម្ដងហើយបន្ទាប់ពីពួកគេរៀបចំរួចរាល់ហើយធានរ៉ានក៏បានបំផ្ទុះឃ្លាំងនោះចោលតែម្ដងហើយឆ្លៀតពេលនេះក៏សូមអរគុណទៅដល់ Brother Who វិសិទ្ធផងដែរសម្រាប់20សេនបាទហើយ admin ក៏ពិតជាអរគុណគ្នាយើងខ្លាំងមែនតើសម្រាប់ការ support admin គ្រប់យ៉ាងមិនថាការជួយ like ក៏ដូចជាការជួយ comment ឲ្យទាំងអស់ហ្នឹងទេហើយក៏ដូចជារាល់ comment ស្ថាបនារបស់គ្នាយើងផងដែរដោយមានគ្នាយើងមួយចំនួនបាន comment ថាសលេង admin ហ្នឹងវារៀងពិបាកស្ដាប់ហើយតាមពិតទៅ admin ក៏ដឹងដែរថាការសម្រាយរបស់ admin ហ្នឹងវារៀងពិបាកស្ដាប់ដូចតែដឹងអញ្ចឹងគ្នាយើងដោយសារតែ admin សម្រាយលើទូរស័ព្ទទេអញ្ចឹងហើយតម្រាំតែបានសលេងប៉ុណ្ណឹងហ្នឹងគេថា admin ក៏ព្យាយាមខ្លាំងណាស់ដែរនិយាយទៅ admin ក៏បានយកទៅកែវាឡើងពីបែបដែលគ្នាយើងតម្រាំតែបានប៉ុណ្ណឹងបើមិន admin មិនកែទេប្រហែលជារៀងពិបាកស្ដាប់ជាងនឹងទៀតមើលទៅហើយសាច់រឿងក៏បានបង្ហាញនៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Thinron ជំនួយការរបស់រិនសៀវក៏បានមករាយការណ៍ប្រាប់នាងថាអ្នកស្រីសៀវនៅពេលនេះមានរឿងធំហើយកុំត្រហេកត្រហល់ពេកនិយាយមួយមកតើមានរឿងស្អីទៅវាគឺជាព័ត៌មានអំពីអគ្គនាយកលៀងធានយូគឺថាអគ្គនាយកលៀងធានយូនៅពេលនេះបានស្លាប់ហើយបន្ទាប់ពី80ម៉ោងក្រោយមករិនសៀវនឹងក៏បានទៅដល់កន្លែងវិច័យសពនោះហើយក៏បានសួរទៅកាន់អ្នកវិច័យនោះថាតើអ្នកបានបញ្ជាក់ពីអត្តសញ្ញាណរបស់គាត់ទេហើយអ្នកវិច័យក៏បានឆ្លើយតបវិញថាទោះបីជារាងកាយត្រូវបានរងការខូចខាតយ៉ាងខ្លាំងក៏ដោយក៏យើងអាចទាញយក DNA ពីធ្មេញសាកសពបានដែរហើយពួកគេពីរអ្នកនេះគឺជាលៀងធានយូហើយនិងឈៀនណានចំណែកបរិសម្នាក់ទៀតពួកយើងមិនអាចទាញយកទិន្នន័យសែនអំពីគេបានទេហើយក៏គ្មានការរាយការណ៍អំពីការបាត់សាច់ញាតិឡើយហើយយើងមិនមានកម្លាំងប៉ូលីសគ្រប់គ្រាន់ទេឥឡូវនេះអញ្ចឹងហើយយើងមិនអាចស៊ើបអង្កេតកំណត់អត្តសញ្ញាណអ្នកស្លាប់បានទេហើយរឿងសៀវនឹងក៏បានបន្តសួរថាតើវាជាឃាតកម្មឬក៏ជាឧបទ្ទហេតុហើយអ្នកវិច័យក៏បានឆ្លើយថាវាគឺជាឃាតកម្មព្រោះពួកយើងបានរកឃើញបំណែកក្រកំភ្លើងជាច្រើននៅក្នុងរាងកាយរបស់ពួកគេហើយស្នាក់ស្នាមមួយចំនួនបានបង្ហាញពីការធ្វើទរណកម្មមុននឹងពួកគេស្លាប់ហើយរឿងសៀវនឹងក៏បានគិតក្នុងចិត្តថាវាសមមកហើយគេធ្វើបានមនុស្សគ្មានមេត្តាទេហើយខ្ញុំមិនដឹងថាវាគឺជាគំនុំផ្ទាល់ខ្លួនឬក៏ជាការដាក់គោលដៅលើក្រុមហ៊ុនធានរុនទេហើយបើសិនវាគ្រាន់តែជាគំនុំផ្ទាល់ខ្លួននោះខ្ញុំប្រហែលជាត្រូវចូលរួមអបអរហើយប៉ុន្តែបើជាការដាក់គោលដៅលើក្រុមហ៊ុនវិញនោះប្រហែលជាសត្រូវហើយសាច់រឿងរបស់យើង admin ក៏សូមបញ្ចប់ត្រឹម chapter នេះដូចគ្នាហើយជាចុងក្រោយនេះក៏សូមការខន្តីអធិស្ឋានពីសំណាក់គ្នាយើងខ្លាំងមែនតើនៅសម្លេងក្នុងការសម្រាយមានសភាពទាបខ្ពស់មិនស្មើគ្នាហើយក៏សង្ឃឹមថាគ្នាយើងមិនទៅប្រកែកប្រកាន់យកជាមួយនឹង admin ទេហើយជាចុងក្រោយនេះសុខភាពល្អបបររឿងទាំងអស់គ្នាណាគ្នាយើង